ថ្ងៃនេះធ្វើការម៉ោង7ព្រឹកដល់ម៉ោង11យប់មើលម៉ោង11យប់ខ្ញុំត្រូវ clock out នៅនេះធ្វើនៅសហរដ្ឋអាមេរិកធ្វើការគេមានគេប្រើពាក្យ clock in clock out start lunch end lunch អីចឹងណា clock in ហ្នឹងមានថាយើងកត់ម៉ោងចូលតែគេអត់មានកត់ប្រើដល់ការកត់ក្តារអីទេគឺមានតាម app មានតាម app system មួយក្រុមហ៊ុនហ្មងអញ្ចឹងយើងមាន Gmail យើងមាន password យើងអញ្ចឹងទៅ clock in ចិត្ត clock in មានថាម៉ោងយើងចូលធ្វើការ clock out ម៉ោងយើងចេញធ្វើការហើយនៅគ្រប់រដ្ឋទាំងអស់គឺមានម៉ោង break 30នាទីមានថាម៉ោងសម្រាក30នាទីហ្នឹងគឺគេអត់បូកម៉ោងអត់បូកម៉ោងអត់បូកលុយឲ្យយើងណា30នាទីហ្នឹងគឺយើងសម្រាប់ពីការងារសម្រាប់អ្នកដែលធ្វើការចាប់ពី6ម៉ោងឡើងលើអញ្ចឹងខ្ញុំពេលខ្ញុំធ្វើបាន7ម៉ោងកន្លះហ្នឹងខ្ញុំសម្រាប់30នាទីឥឡូវខ្ញុំសម្រាប់30នាទីទៀតតែសល់តែប៉ុន្មាននាទីទៀតទេចាំសិនឡងឲ្យបានគ្រប់បានលុយម៉ោង11យប់ហើយនេះអង្គុយដេកតែសល់ប៉ុន្មាននាទីទៀតតែសល់11នាទីទៀតចាំតើយើងអាចចេញមុនបានតែដោយសារម៉ោងយើងចេញគឺគេកំណត់ location តើតាតំបន់នៅចិត្តក្រុមហ៊ុនហ្នឹងបានយើងអាច clock out បានអញ្ចឹងតើរងចាំដល់ម៉ោងបានខ្ញុំ clock បានអ្នកខ្លះគេបញ្ញាអញ្ចឹងគេ clock out ទៅមុនហើយតែខ្ញុំអត់ដឹងទេខ្ញុំចង់ចាំឲ្យបានពេញម៉ោងយកលុយ